នាវាវឹកវើនកងទ័ពជើងទឹកមិចស៊ិចបកស្ពានប្រូក្លីននៅញូវយ៉កបណ្ដាលឲ្យមនុស្ស2នាក់ស្លាប់មនុស្ស2នាក់បានស្លាប់និង17នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍ទី17ខែឧសភាឆ្នាំ2025បន្ទាប់ពីនាវាវឹកវើរបស់កងទ័ពជើងទឹកមិចស៊ិចមួយគ្រឿងបានបុកទៅនឹងស្ពានប្រូក្លីនក្នុងទីក្រុងញូវយ៉កអភិបាលក្រុងញូវយ៉កលោក Eric Adam បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថានាវាឈ្មោះ Cosmos បានបាត់បង់ថាមពលទើបបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើងលោកបានបន្ថែមថាមនុស្ស2នាក់ក្នុងចំណោមអ្នករបួសនៅមានស្ថានភាពធ្ងន់ធ្ងរនៅឡើយកងទ័ពជើងទឹកមិចស៊ិចបានរាយការណ៍ថាមានមនុស្សសរុប22នាក់នៅលើនាវាបានរងរបួសដោយក្នុងនោះ19នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយមិនមានការរៀបចំប្រតិបត្តិការជួយសង្គ្រោះធំដុំទេព្រោះគ្មានអ្នកណាម្នាក់ធ្លាក់ចូលទៅក្នុងទឹកនោះឡើយវីដេអូដែលថតដោយសាក្សីនៅកន្លែងកើតហេតុបានបង្ហាញរូបភាពសសរទងរបស់នាវាបានបាក់នៅពេលបុកជាមួយនឹងស្ពានក្នុងអបតវហេតុនេះស្ពានប្រូក្លីនដែលមានអាយុកាល142ឆ្នាំត្រូវបានអាជ្ញាធរវិតម្លៃថាមិនរងការខូចខាតធ្ងន់ធ្ងរនោះទេសាក្សីម្នាក់បានរៀបរាប់ថាពួកគេបានឃើញសសរទងបាក់ហើយបានឃើញនរណាម្នាក់កំពុងយល់ព្យួរពីកន្លែងខ្ពស់នៅលើនាវាអស់រយៈពេលប្រហែល15នាទីមុនពេលត្រូវបានជួយសង្គ្រោះពួកគេក៏បានឃើញមនុស្ស2នាក់ត្រូវបានសែងចេញពីនាវាទៅលើទូកតូចៗផងដែរកាលអពីផ្ទះល្វែងថេនងាត់ក្នុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹង free ជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61